នៅក្នុងប្រទេសប្រេស៊ីលមានក្មេងប្រុសម្នាក់ឈ្មោះថា Anderson Arates do Nascimento ដែលនឹងក្លាយជាតំណាងបាល់ទាត់ដែលមនុស្សក្នុងពិភពលោកគោរពគឺលោកប៉េឡេលោកប៉េឡេកើតនៅថ្ងៃទី23ខែតុលាឆ្នាំ1940នៅក្នុងក្រុង Tricórasonha រដ្ឋ Minas Gerais ប្រទេសប្រេស៊ីលឈ្មោះពេញរបស់គេគឺ Anderson Arates do Nascimento ឪពុករបស់គាត់មានឈ្មោះថា Juan Ramos ឈ្មោះហៅក្រៅគាត់គឺ Don Dinho និងម្ដាយគាត់មានឈ្មោះថា Celeste Arantes គ្រួសាររបស់គាត់មានជីវភាពមិនសូវធូរធារទេពួកគាត់ប្រើជីវិតប្រកបដោយភាពអត់ឃ្លានហើយលោកប៉េឡេបានរៀនពីឪពុករបស់គាត់ពីចំណុចមួយក្នុងការលេងបាល់ព្រោះតែគ្រួសារមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញបាល់លោកប៉េឡេនិងប្អូនៗជាន់ថង់ឬក៏កែវទឹកជ័រដើម្បីបង្កើតបាល់លេងនៅលើដងផ្លូវគេបានលេងជាមួយក្មេងៗនៅលើដងផ្លូវបង្កើតការប្រកួតលេងដោយឥតគិតថ្លៃនោះគឺជាបរិយាកាសដែលលោកប៉េឡេរៀនលេងបាល់នៅលើស្មៅដ៏ឆ្លាតវៃនិងមានទំនុកចិត្តក្នុងការប្រកួតនៅក្នុងក្រុងបាល់រ៉ូលោកប៉េឡេបានចូលរួមក្លឹបយុវជនដែលគ្រូបង្វឹកដោយលោក Valdemar de Brito ដែលលោកបានស្គាល់ទេពកោសល្យរបស់លោកប៉េឡេហើយបានផ្ដល់ឱកាសឲ្យលោកប៉េឡេបានចូលរួមនៅក្នុងក្រុម Santos FC នៅក្នុងអាយុ15ឆ្នាំលោកប៉េឡេមានសមត្ថភាពលេងបាល់លឿននិងសមត្ថភាពបត់បែនបាល់និងការសង្កេតមើលស្ថានភាពនៅលើវាលស្មៅដែលទទួលបានការកោតសរសើរពីអ្នកគ្រប់គ្រងនិងលោកឪពុកដែលជាគ្រូបង្វឹកនៅក្នុងឆ្នាំ1956លោកប៉េឡេបានចូលរួមធ្វើតេស្តជាមួយនឹងក្រុម Santos FC និងទទួលបានឱកាសចូលរួមសាកល្បងជាផ្លូវការកីឡារបស់ក្រុម Santos FC នៅក្នុងខែកញ្ញាថ្ងៃទី7ឆ្នាំ1956លោកប៉េឡេបានចូលរួមលេងក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុម Dos Santos រូបគាត់បានជួយឲ្យក្រុមរកគ្រាប់បាល់បាន7-1ហើយលោកប៉េឡេក្នុងពិភពបាល់ទាត់